យើងឃើញថា BTC មួយថ្ងៃនេះគឺឡើងបន្ទាប់ពីខ្ញុំ analyze មួយថ្ងៃមុនថាវានឹងឡើងសិនមុននឹងវាចុះដោយសារតែវានៅក្នុង uptrend នៅក្នុង cycle ចុងក្រោយរបស់វាហើយពីម្សិលមិញម្សិលមួយថ្ងៃយើងឃើញថាឡើងច្រើនមែនតើឡើងទៅដល់មកគ្រាប់ 10000 ជាងអញ្ចឹងសម្រាប់អ្នកដែលបាន DCA បងប្អូនណាដែលបាន DCA ខ្លះនៅតម្លៃ50000ជាង60000នេះឥឡូវក៏អាចចំណេញបានច្រើនដែរអញ្ចឹងបើសិនជាយើង take profit មួយសារនេះក៏បានគួរសមដែរតែបើសិនជាយើងតាំងចិត្តថាហូររយៈពេលវែងហ្នឹងយើងចាំដល់ all time high វាចាំយើងកាត់ក៏បានដែរម្ដុំ13 120,000 130,000ហ្នឹងចាំយើងមើលជាក់ស្ដែងបន្ថែមទៀតហើយខ្ញុំនឹងធ្វើការ update ទៅដល់បងប្អូនបន្ថែមដូចគ្នាយើងឃើញថាយើង DCA នៅនេះដោយសារហេតុអីវាចុះមកទាបហើយវាចាប់ផ្ដើមមាន divergence 4ម៉ោងយើងឃើញថា divergence ទាំង MACD divergence ទាំង RSI អញ្ចឹងយើងអាចនឹងមើលថាវាឡើងទៅធ្វើ correction មួយសិននេះដូចអានេះអញ្ចឹងដែលវាមានចាប់ផ្ដើមមាន divergence វាឡើងទៅធ្វើបន្តិចសិននេះអញ្ចឹងបើវាចុះមកទៀតអញ្ចឹងអានេះដូចគ្នាយើងអត់ទាន់ confirm ថាវានឹងឡើងទៅឈប់ចុះមកទេភាគរយដែលចុះមកខ្ញុំនៅតែឲ្យភាគរយឥឡូវនេះដោយសារតែឃើញអានេះវារៀងមាំដែរអញ្ចឹងភាគរយពីមុនខ្ញុំថាចុះមកវិញនៅ80%ឥឡូវចុះមកសល់ត្រឹម70%ទេដោយសារចាំមើលនេះបន្ថែមទៀតដោយសារនេះឡើងទៅនេះពេញកម្លាំងស្អាតហើយ volume ក៏ស្អាតនិយាយទៅស្អាតទាំងអស់ MACD អីស្អាតទាំងអស់អញ្ចឹងអ្វីដែលយើងមើលនេះខ្ញុំមើលទៅតាមគ្រូតម្លាក់មកដូចគ្នាអញ្ចឹងខ្ញុំបន្ថែមកន្លែងនេះសម្រាប់វីដេអូខ្ញុំដោយគ្រូតាធីតម្លាក់មកទីមួយគឺយើងមើលកន្លែងនេះ BTC គឺយើងចាប់ flip មកជាទូទៅcorrection ABC គឺវារត់មិនលើស161ទេអញ្ចឹងបើសិនជាវាលើស161ហ្នឹងផងជើងវាមិនមែនជា correction ទេអញ្ចឹងអ្វីដែលយើងមើលនេះដូចដែលខ្ញុំដាក់នេះគឺ0នេះដែលខ្ញុំថាវាអាចនឹងមកដល់ម្ដុំ0ហ្នឹងដែលជា A B C អញ្ចឹងនៅពេលដែលវាចប់ C វានឹងធ្វើការចុះមកហើយចុះមកមួយជើងទៀតបើសិនជាអានេះបើសិនជាសញ្ញាយោដែលយើងអាចគិតថាវាចុះមកចឹងចុះមកមួយជើងទៀតអានេះទុកអត់ជាប់ទេ50000ជាងនេះគឺនឹងចុះមកម្ដុំ50000ស្ដើងឬក៏40000ជាងបើសិនជាវាចុះមកម្ដងទៀតភាគរយច្រើនណាតែវាចុះមកត្រឹម50000ជាងនេះអីគឺទុកអត់ជាប់ទេភាគរយច្រើនអញ្ចឹងយើងចាំមើលថាពេលវាចុះមកហ្នឹងវាមានកម្លាំងខ្លាំងអត់ទៀតចាំមើល price action បញ្ជាក់បើវាចុះមកអត់សូវមានកម្លាំងទេអញ្ចឹងនៅត្រឹមហ្នឹង50000ជាងអីលើក្រោយនេះគឺយើងអាចទិញចូលរៀងច្រើនហើយតែបើវាចុះមកនេះចុះមករបៀបចេះយើងឃើញថាវាចុះមកម្ដុំលើកមុននេះវាចុះមកសឺអញ្ចឹងអញ្ចឹងឃើញអានេះទុកអត់ជាប់ទេនៅពេលដែលវាចុះមកជាលក្ខណៈមានកម្លាំងអញ្ចឹងមិនមែនចុះមកនេះចុះចេះគឺអត់មានកម្លាំងទេហើយវាចុះមកអញ្ចឹងអាហ្នឹងគឺឱកាសដែលវាអត់ធ្លាយលោច្រើនអញ្ចឹងយើងមកមើលបន្ថែមទៀតនៅ0នេះឥឡូវយើងធ្វើម៉េចអ្វីដែលយើងអាចធ្វើបានគឺមានតែរងចាំឯងហើយសម្រាប់អ្នកដែលទិញហើយអាចចង់ take profit អាហ្នឹងសម្រាប់បងប្អូនអាចពិចារណាខ្លួនឯងដោយសារបងប្អូនចំណេញច្រើនហើយអញ្ចឹងបើទិញតែមួយគ្រាប់60000ជាងនេះសម្រាប់បងប្អូនតុនធំអីឥឡូវយើងចំណេញមួយគ្រាប់10000ជាងហើយអ្នកដែលហូរច្រើនអីហ្នឹងគឺឃើញចំណេញច្រើនណាស់តែយើងមើលមកពីឡូវាទៅឡើងប៉ុន្មាន%វាឡើងយ៉ាលឿនមែនវាឡើង30%ពីឡូនេះទៅពី50000ជាងឡើងដល់70000ជាងនេះវាឡើង30%ឡើង$10000ជាងពីឡូនេះមកដល់ high កំពុងតែតម្លៃវានេះអញ្ចឹងបងប្អូនសម្រាប់ចិត្តខ្លួនឯងហើយខ្ញុំគាត់តែ analyze ទេការ analyze វាមិនប្រកាសថាត្រូវទេគ្រាន់តែថាយើងអាចមើលជាក់ស្ដែងភាគរយត្រូវក៏វារៀងច្រើនជាងខុសដែរនៅក្នុង time frame ធំមិនដូចយើងលេង time frame 5នាទី1នាទី15នាទីខ្លីៗឯងអញ្ចឹងកន្លែងនេះអ្វីដែលបងប្អូនអាចចាំមើលបាននេះឥឡូវវាឡើង1 2 3អញ្ចឹងវានៅមាន5មួយទៀតវានឹងធ្វើចប់អា cycle នេះអានេះគឺវានឹង sideways ធំអាច sideways តូចក៏មួយអាទិត្យទៅ2អាទិត្យដែរ sideways នៅម្ដុំហ្នឹងនេះ70000ទៅ8 70000 75000ណាហ្នឹងហើយ74000 75000ទៅកន្លែង80000នេះហ្នឹងគឺវា hold នៅជាប់នៅហ្នឹងហើយអញ្ចឹងអ្វីដែលយើងចាំមើលបន្ថែមទៀតថាការឡើងទៅនេះវា break អាហ្នឹងបានស្អាតអត់បើស្អាតនេះ plan B របស់យើងនេះវាឡើងទៅចេះចាំតែវា retest ជាមួយនឹង0ហ្នឹងវិញយើងចូលទៅអាហ្នឹង
tên bàn này tại vì lang từ phốt mà rồi học môi vừa lang từ đó pi rồi nơi phim nâng tiết anh nâng tay chăm tại vì ta màu máu thì ta mà đo thầm bal mơn chiên bánh tay bài do tay màu anh nâng tay ngày vậy ở tham hai điều vậy tại bà sân chỉ ọt tế hiện khơi thao vì anh nâng plan B này plan A để nhung ao tụi muốn khô chiến bà sân nhiều cái hô là nâng du nè du chiên này tiết nè du chiên này tiết vì chập làm thôn vì lại tới ban là mình tinh tế về tí hãy việc thôi ca phải cho một vĩnh đòi vì xe bây giờ máu chẳng dừng khơi chọn màu mà xa thì ní plan A một nhung để những cách hai vì A chọn màu chẳng hỏi nát rồi dừng ban thầm phèm mơn chiên với này của mũi mơn rồi có phèm mơn trẻ với này chẳng BTC គឺមាន 2 ហ្នឹងសម្រាប់បងប្អូននេះអាចចាំមើលបាននេះបើសិនជាវាឡើងណាវាឡើងមកដល់តម្លៃនេះហ្មងគឺយើងអាច confirm ភាគរយច្រើនណា2នេះតម្លៃ 84,000 ហ្នឹងបើសិនជាឡើងមកដល់ហ្នឹងseries system នេះក៏ដាច់ដែរអញ្ចឹងបើសិនជាវាឡើងមកដល់ហ្នឹងហើយគឺយើងចាំមើលតែនេះទេចាំមើលតែវាចុះ ABC ចប់នេះបើសិនជាវាឡើងតែអញ្ចឹងអាហ្នឹងយើង confirm ថាមួយអញ្ចឹងចាំតែ A B C នៅម្ដុំ 60,000 ជាង 70,000 ម្ដងទៀតណាហើយឡើងទៅហ្មងនេះអាហ្នឹង plan B បើសិនជាវាឡើងទៅផុតអានេះណាអញ្ចឹងអានេះមានប៉ុណ្ណឹងទេចាំបងប្អូនមានចង្អល់អីចាំអាចមើលបានបន្ថែមទៀតហើយបងប្អូនចង់មើលកាក់ណាអីអាច comment បន្ថែមទៀតខ្ញុំនឹងធ្វើខ្លះសម្រាប់បងប្អូនដោយសារ page ខ្ញុំជាប់ទៅផុសទៅអត់សូវមាន view អញ្ចឹងពេលខ្លះក៏អត់បានធ្វើការ analyze អញ្ចឹងទៅតែសម្រាប់កាក់ផ្សេងគឺវាដើរទៅតាមស្តៀង BTC យើងឃើញ Solana XRP អីឃើញវាឡើងស្តៀងគ្នាតែ BTC ឡើងពួកហ្នឹងឡើងដែរ